ជាបន្តទៅនេះខ្ញុំព្រះកណាអាត្មាភាពសូមប្រកេននឹងជូនរឿងមួយដែលមានចំណងជើងថាមហលកៈចន្ទលីសូមព្រះកណាគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទទាំងអស់តាមដានសម្ដាប់ដូចតទៅការចម្រើននៅពុទ្ធគុណមានតម្លៃកាត់ថ្លៃមិនបានថ្ងៃមួយព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ស្ថិតនៅជាសកក្នុងនិរោធសមាបត្តិនាក្រុងរាជក្រឹសក្នុងពេលចិត្តភ្លឺព្រះអង្គទ្រង់ប្រមើលមើលនិស័យរបស់សត្វលោកដោយពុទ្ធចក្ខុទ្រង់បានឃើញស្រីចន្ទដៀលចាស់ម្នាក់នៅក្នុងចន្ទដៀលក្រៀមនាក្រុងរាជក្រឹសនោះជាស្ត្រីល្ងង់អាប់អិតប្រាជ្ញាតាំងតែពីកើតមកដល់រាបដល់ចាស់ជរាពុំដែលបានធ្វើកុសលណាមួយឡើយប្រព្រឹត្តធ្វើតែអំពើទុច្ចរិតតែម្យ៉ាងកាលបើស្លាប់ហើយនឹងធ្លាក់ទៅកើតក្នុងមហានរកពុំខានលោកទ្រង់ជ្រាបដូច្នោះហើយក៏មានព្រះតីករណាចំពោះយាយចន្ទដៀលនោះពន់ពេកដល់ភ្លឺច្បាស់ឡើងក៏ទ្រង់បាតចៃវរនាំភិក្ខុសង្ឃជាច្រើនអង្គមានព្រះមោគលានជាដើមចោចូលទៅបិណ្ឌបាតក្នុងចន្ទដៀលក្រៀមនោះយាយចន្ទដៀលកំពុងតែដើរទប់ខ្លួននឹងឈើច្រាត់តាមមាគ៌ាព្រះភគវាទ្រង់ឈររាំងផ្លូវពុំអោយយាយចន្ទដៀលនោះដើរទៅទីដទៃបានឡើយព្រះមោគលានបានជ្រាបហេតុនោះហើយក៏ប្រាប់យាយចន្ទដៀលថាណែយាយព្រឹទ្ធាចារ្យយាយអញ្ជើញទៅណាចូលថ្វាយបង្គំព្រះសម្ពុទ្ធជាបរមគ្រូសិនការដែលបានជួបនឹងព្រះបរមគ្រូនេះប្រសើរពេកណាស់ព្រោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងសពដោយព្រះអង្គឯងឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឬក៏ដាស់តឿនព្រះអង្គឡើយព្រះអង្គមានព្រះតីករុណាអាណិតដល់យាយទៅទ្រង់និមន្តមកដើម្បីឲ្យយាយបានសេចក្តីសុខចម្រើនទៅកើតក្នុងស្ថានសួគ៌ចូលយាយត្រេកអរចំពោះព្រះសម្ពុទ្ធបរមគ្រូចុះយាយចន្ទដៀលលើកដៃឡើងបាំងថ្ងៃលើកដៃឡើងបាំងថ្ងាសអើតមើលព្រះភ័ក្ត្រព្រះសម្ពុទ្ធសេចក្តីជ្រះថ្លាកើតឡើងក៏អង្គុយដាក់ឈើច្រត់ក្បែរខ្លួនហើយថ្វាយបង្គំដោយសេចក្តីជ្រះថ្លាមានពុទ្ធានុភាសិតជាអារម្មណ៍ព្រះសម្ពុទ្ធទ្រង់ជ្រាបថាយាយចន្ទដៀលនេះអស់អាយុហើយត្រូវស្លាប់ក្នុងពេលឥឡូវនេះកាលបើស្លាប់ហើយនឹងបានទៅកើតក្នុងស្ថានតាវតឹងពុំខានលោកជ្រាបដូច្នោះហើយក៏និមន្តហួសទៅបិណ្ឌបាតក្នុងចន្ទដៀលក្រៀមនោះទៅឯយាយចន្ទដៀលក៏ក្រោកដើរទៅផ្ទះបានបន្តិចស្ថិតនៅក្នុងពុទ្ធគុណជាឯកតារម្មណ៍ក្នុងពេលនោះមានមេគោមួយមានកូនខ្ចីបានឃើញព្រះពុទ្ធនិងព្រះសង្ឃក៏ផ្អើលស្ទុះទៅជន់យាយចន្ទដៀលនោះស្លាប់ទៅយាយចន្ទដៀលក៏បានទៅកើតក្នុងវិមានកម្ពស់12យោជន៍នាស្ថានតាវតឹងទេវលោកសោយទឹកក៏សម្បត្តិជាសុខផ្សេងសានតរៀងទៅរឿងនេះខ្ញុំព្រះកណាអាភិបភិក្ខុផល្លអុត្តរៈធម្មោអនអលដកស្រង់ចេញអំពីប្រជុំនិទានជាដកសូមកណាគុណចាស់ញោមពុទ្ធបរិស័ទអនុមោទនី